ចាជម្រាបសួរបងប្អូនទាំងគ្នាថ្ងៃនេះអ្នកខ្ញុំលើកយកការយល់សពជាបន្តទៀតតេតទៅនឹងការយល់សពឃើញកូនឆ្មាប្រសិនជាបងប្អូនយល់សពឃើញកូនឆ្មាកំពុងតែពេញប្រឡែងជាមួយនឹងស្ត្រីទំនេរថានឹងបានទទួលបំរើរីករាយតែមិនសំខាន់ទេចំពោះបុរសទំនេរថានឹងត្រូវខកចិត្តក្នុងរឿងស្នេហាចានឹងតេតទៅនឹងការយល់សពឃើញកូនឆ្មាណាបងប្អូនចាការយល់សពជាបន្តទៀតគឺការយល់សពឃើញក្ងោកការយល់សពឃើញក្ងោកវាជាការព្រមានថាអ្នកនឹងអាចធ្លាក់បនស័កឬទទួលបរាជ័យដោយសារការធ្វេសប្រហែសឬក៏អំនួតផ្ទាល់ខ្លួនរបស់អ្នកយល់សពចាប់បានក្ងោកទំនេរថាអ្នកនឹងបានភរិយានៅទាស័យនឹងឈ្មោះអធិស្ឋ័យនឹងឈ្នះអស់មេសត្រូវចានេះតេតទៅនឹងការដែលយើងយល់សពឃើញសត្វក្ងោកយល់សពជាបន្តទៀតគឺតេតទៅនឹងការយល់សពឃើញកងានការយល់សពឃើញកងានជាច្រើនទោះបីជាវាកំពុងតែហែលទឹកក្តីហើរក្តីដើរលើដីក្តីទំនេរថាអ្នកនឹងបានចម្រុងចម្រើនប៉ុន្តែបើយល់សពវាខ្ទាត់ជាការប្រាប់ថាអ្នកមានគេកំពុងរោគកលល្បិចបោកប្រាស់អ្នកក្នុងវាចាដ៏ផ្អែមល្ហែមយល់សពចាប់កងានធ្វើម្ហូបទំនេរថាអ្នកនឹងបានទទួលលាភយ៉ាងធំយល់សពចាប់កងានបានឬក៏កាន់កងានទំនេរថាអ្នកនឹងទទួលសេចក្តីរីករាយជាពិសេសចានេះតេតទៅនឹងការយល់សពឃើញសត្វកងានចាតេតទៅនឹងការយល់សពទី4គឺការយល់សពឃើញក្តាមយល់សពឃើញក្តាមជាការព្រមានអ្នកឲ្យប្រយ័ត្នឲ្យមែនទែនទៅលើល្បិចកលគូប្រជែងក្នុងរឿងរកស៊ីឬក្នុងរឿងស្នេហាយល់សពចំអិនក្តាមឬក៏ហូបក្តាមទំនេរថាជាថ្ងៃហេងសម្រាប់ល្បែងស៊ីសងតូចតាចតែមិនត្រូវលេងយូរនោះទេចានឹងតេតទៅនឹងការយល់សពឃើញសត្វក្តាមចាការកាត់យល់សពជាបន្តទៀតតេតទៅនឹងការយល់សពឃើញឃាតកម្មឃាតករសម្លាប់យល់សពសម្លាប់មនុស្សដោយចេតនាក្តីអចេតនាក្តីទំនេរថាអ្នកនឹងជួបសម័យកាលមួយដែលអ្នកត្រូវតាំងចិត្តហើយខំអត់ធ្មត់យ៉ាងខ្លាំងដើម្បីរងាប់កំហឹងយល់សពឃើញខ្លួនអ្នកធ្វើជាសាក្សីនៃការសម្លាប់ទំនេរថាអ្នកនឹងជួបការប្រែប្រួលមួយដែលអ្នកមិនពេញចិត្តទាំងស្រុងទេយល់សពឃើញគេសម្លាប់សត្វល្អិតក្តីសត្វធំក្តីទំនេរថានឹងមានគេជួយអ្នកតាមផ្លូវមិត្តភាពយល់សពឃើញខ្លួនអ្នកសម្លាប់សត្វតូចក្តីធំក្តីទំនេរថាអ្នកនឹងឆ្លងកាត់ឧបសគ្គបានដោយសារសេចក្តីព្យាយាមរបស់អ្នកយល់សពសម្រាប់សត្វធំប្រភពមួយទៀតកាត់ថាអ្នកកំពុងមានបញ្ហាសុខភាពចានេះតេតទៅនឹងការយល់សពឃើញឃាតកម្មឃាតករឬក៏សម្លាប់ចាតេតទៅនឹងការយល់សពជាបន្តទៀតគឺការយល់សពឃើញខឹងជាសបិនផ្ទុយយល់សពខឹងអ្នកណាអ្នកឬក៏អ្នកស្គាល់ទំនេរថាអ្នកនឹងបានទទួលអ្វីមួយជាលាភពីមិត្តភក្តិយល់សពខឹងដោយមិនដឹងមូលហេតុទំនេរថាអ្នកនឹងទទួលដំណឹងរីករាយក្នុងពេលឆាប់នេះយ៉ាងនេះតេតទៅនឹងការយល់សពឃើញខឹងចាតេតទៅនឹងការកាត់យល់សពជាបន្តទៀតគឺការយល់សពឃើញខ្មាស់គេយល់សពខ្មាស់គេកាន់តែខ្លាំងជាយល់សពទុយទំនេរថាអ្នកនឹងទទួលជោគជ័យកាន់តែធំធេងនឹងកាន់តែឲ្យពេញចិត្តយល់សពឃើញអ្នកណាទៀតខ្មាស់គេជាការប្រាប់អ្នកត្រូវតាំងចិត្តឲ្យម៉ឺងម៉ាត់កុំទទួលយកយោបល់ពីអ្នកដទៃឲ្យសោះគឺត្រូវពឹងផ្អែកលើការវិនិច្ឆ័យរបស់អ្នកទើបល្អចានេះតេតទៅនឹងការយល់សពអត់ខ្មាស់គេតេតទៅនឹងការកាត់យល់សពបន្តទៀតគឺការយល់សពឃើញថាខ្លាចយល់សពមិនហ៊ានធ្វើអ្វីមួយព្រោះខ្លាចខុសខ្លាចធ្វើមិនកើតខ្លាចធ្វើមិនបានល្អខ្លាចគេតិទៀនឬក៏សើចចំអក
ឲ្យជាដើមជាសពទុយទំនេរថាអ្នកមានសមត្ថភាពនឹងយកជ័យលើការលំបាកបានយល់សពខ្លាចដូចជាខ្លាចខ្មោចជាដើមហើយនៅពេលយល់សពអ្នកអាចយកជ័យជំនះលើមូលហេតុលើសេចក្តីខ្លាចបានឬក៏អារម្មណ៍ខ្លាចនោះរលាយទៅបាត់ទំនេរថាអ្នកនឹងអាចជំនះនៅរាល់ការលំបាកបានប៉ុន្តែបើអារម្មណ៍ខ្លាចនោះវាមិនព្រមបាត់ទេឬមួយមូលហេតុនៃសេចក្តីខ្លាចនោះមិនអាចកំណត់បានទំនេរថាអ្នកនឹងត្រូវរងចាំដោះស្រាយបញ្ហាណាឆបោកឬក៏អំពើទុច្ចរិតរបស់ជនណាម្នាក់ដែលអ្នករ៉ាប់រងយល់សពជួយលួងគេឲ្យបាត់ខ្លាចទំនេរថានឹងមានការបំភ្លឺនៅអ្វីៗដែលអ្នកយល់មិនច្បាស់ឬជាការបំបត្តិនៅអារម្មណ៍ព្រួយរបស់អ្នកចានេះតកតោនឹងការយល់សពឃើញថាខ្លាច